អ្នកណាខ្លះដែលមិនទាន់ដឹងពីរបៀបនៃការ download វីដេអូចេញពី YouTube ពី IG ពី TikTok ឬក៏ Facebook សម្រាប់បងដែលគាត់មានបំណងចង់យកវីដេអូគេដើម្បីយកមកកាត់ copyright អីហ្នឹងគឺបងចង់បានចំណេះដឹងថ្មីកុំភ្លេច join channel The DTT Team The DTT Team គឺជា channel ដែលចែករំលែកទាក់ទងនឹងបច្ចេកវិទ្យានិងគន្លឹះថ្មីទាក់ទងនឹងបច្ចេកវិទ្យាអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរយើងទៅទស្សនាពីការ download វាទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងចូលទៅកាន់ Chrome សិនអូខេខ្ញុំបើក Chrome របស់ខ្ញុំមកបន្តមកទៀតគឺបងប្អូនទាំងអស់គ្នាចុចពាក្យថា search អូខេបន្តមកទៀតគឺបងប្អូនទាំងអស់គ្នាសំទោសគឺបងប្អូនទាំងអស់គ្នាចុចពាក្យថា downloader អូខេវាយពាក្យថា downloader មកអូខេ downloader អញ្ចឹងយើង enter វាមកអូខេសំទោសអានេះវាជាប់អត់មានកតុយទេគឺ downloader មកឬក៏បងប្អូនអាចចុចពាក្យថា download the video Facebook អញ្ចឹងទៅអញ្ចឹងយើងចុចទៅលើនឹងមកហើយ website ដែលបងប្អូនអាចជ្រើសរើសគឺវាមានច្រើនអញ្ចឹងបងប្អូនអាចចុច link មួយណាក៏បានដែរអញ្ចឹងណាអញ្ចឹងបងប្អូនអាចយកអានេះក៏បានចុចlink ទី2នេះក៏បានចុច link ទី3នេះក៏បានដែរអញ្ចឹងវាអត់មានអីពិបាកក្នុងការចូលទៅ download ទេអញ្ចឹងអូខេឥឡូវខ្ញុំសាកចូលទៅក្នុងកម្មវិធីមួយនេះឬក៏កម្មវិធីសំទោសមិនកម្មវិធីទេគឺ link មួយនេះអញ្ចឹងយើងចុចទៅកាន់ link ហ្នឹងមកបន្តមកទៀតបងប្អូនត្រូវតែឧទាហរណ៍ថាបើសិនជាបងប្អូនយក link ពី Facebook បងប្អូនត្រូវតែ copy link សិនបើសិនជាតាក់ទងយើងយកចេញមកពី Facebook គឺយើងត្រូវយក link ពី Facebook ដូចគ្នាហើយបើសិនជាយើងចង់បានពី TikTok យើងក៏ត្រូវតែយក link ពី TikTok អញ្ចឹងណាកន្លែងចំណុចហ្នឹងគឺជាចំណុចសំខាន់ដែលបងប្អូនគួរតែដឹងដែរអញ្ចឹងឥឡូវយើងចូលទៅកាន់ឧទាហរណ៍ថាឥឡូវខ្ញុំចូលទៅកាន់ Facebook ចុះខ្ញុំចង់ download វីដេអូចេញពី Facebook ចាតែខ្ញុំគួរធ្វើបែបណាឧទាហរណ៍ថាឥឡូវខ្ញុំចង់ down នៅវីដេអូមួយនេះអញ្ចឹងខ្ញុំចុចពាក្យថា share មកអូខេចុចពាក្យថា share ហើយវាមានពាក្យថា copy link ហើយអញ្ចឹងឥឡូវខ្ញុំសូមបរិយានេះរៀងធំបន្តិចដើម្បីស្រួលមើលអូខេអញ្ចឹងពេលដែលយើងចុច share គឺយើងចុចពាក្យថា copy link នេះមកអញ្ចឹងពេលដែលយើង copy link នៃវីដេអូដែលយើងចង់ download រួចហើយអញ្ចឹងយើងចូលមកកាន់ website មួយនេះវិញបន្តមកទៀតយើងផាសវាមកយើងអាចចុច control V ក៏បានឬក៏ម៉ៅឆ្វេងបានអូខេឥឡូវមកយើងផាសវាមកបន្តមកយើងចុចពាក្យថា download ប៉ុន្តែយើងចាំវាមក play អញ្ចឹងណាព្រោះអីរាល់វីដេអូទាំងអស់មិនមែនយើងចេះតែ download បានទេវីដេអូខ្លះគេបានចាក់ copyright ឬក៏គេអត់ឲ្យយើង down ទេអញ្ចឹងណាអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀត link ទាំងអស់នៅលើ Facebook មិនប្រកាសថាយើងអាចយកវីដេអូពី page គេទេ page ខ្លះគឺគេឲ្យ download page ខ្លះគឺអត់ឲ្យ download ទេអូខេបន្តមកទៀតគឺយើងចុចពាក្យថា download មកអូខេអញ្ចឹងវានឹងចេញមកដល់ផ្ទាំងបែបនេះហើយអញ្ចឹងកន្លែងចំណុចនេះគឺយើងអាចចុចខ្វែងទៅអូខេយើងចុចខ្វែងទៅអត់បញ្ហាទេព្រោះអីយើងបានចុច download ហើយអញ្ចឹងយើងចុចបិទវាបានបិទនៅផ្ទាំងពាណិជ្ជកម្មនឹងបានអូខេខ្ញុំខ្វែងហើយអានេះគឺខ្ញុំខ្វែងដែរមកហើយកន្លែងណាដែលយើងមើលថាយើងបាន download វីដេអូនឹងបានឬក៏អត់អញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាវីដេអូរបស់បងប្អូន download ហើយវានឹងចូលទៅកន្លែងណាគឺបងប្អូនត្រូវចូលមកកន្លែងព្រួយនេះមើលកន្លែងព្រួយហ្នឹងមកបន្តមកទៀតគឺយើងចុចកន្លែងប្រអប់មួយនេះ icon មួយនឹងអញ្ចឹងណាអញ្ចឹងខ្ញុំសូមបញ្ជាក់មួយទៀតគឺកន្លែងនេះគឺពេលដែលបងប្អូន download វីដេអូរួចហើយអញ្ចឹងពេលដែល download វីដេអូរួចហើយគឺពេលដែលវាពេញហើយគឺវានឹង load អាកន្លែងនេះណាប៉ុន្តែបើសិនជាវីដេអូនឹងអត់ទាន់ download បាន full ទេគឺវាអត់ទាន់ចេញប៊ូតុងបែបហ្នឹងទេអញ្ចឹងយើងចុចកន្លែងហ្នឹងមកវានឹងចូលទៅដល់ folder មួយដែលយើងបាន download វាទៅអូខេអញ្ចឹងយើងអាច play នៅវីដេអូហ្នឹងសាកមើលបានថាដើម្បីសម្រេចថានឹងឲ្យចៅប្រុសពីរអ្នកណាម្នាក់ជាកម្រិតវីដេអូរបស់វាគឺច្បាស់ល្អមែនតើតែម្ដងអញ្ចឹងមួយទៀតគឺខ្ញុំចង់បង្ហាញសម្រាប់បងដែលគាត់ឆ្ងល់តាក់ទងនៅលើទូរស័ព្ទគេធ្វើបែបណាអញ្ចឹងនៅលើទូរស័ព្ទនៅក្នុងចំណុចនេះគឺវាអត់ខុសពីក្នុងកុំព្យូទ័រទេគឺដំបូងគឺបងប្អូនចូលទៅកាន់កម្មវិធី Chrome នេះកន្លែងកម្មវិធី Chrome ហ្នឹងដូចគ្នានៅលើទូរស័ព្ទ
បងប្អូននឹងមានកម្មវិធីជ្រោមនឹងជាមិនខានអញ្ចឹងបងប្អូនចូលទៅក្នុងកម្មវិធីជ្រោមនឹងហើយខ្ញុំនឹងដាក់ link មួយនេះខ្ញុំនឹង share link ហ្នឹងទៅឲ្យបងប្អូនគ្រាន់តែចូលទៅតាម link ដែលខ្ញុំឲ្យទៅផាសនៅក្នុងជ្រោមហ្នឹងទៅគឺអាចចូលមកកាន់កម្មវិធីឬក៏ website នឹងបានហើយប៉ុន្តែបើសិនជាអត់ចង់ចូលតាម link ទេគឺបងប្អូនអាច search ដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងណាគឺយើងវាយពាក្យdownloader video from Facebook ក៏បានឬក៏ downloader ទៅក៏វាចេញដែរអញ្ចឹង website នៅហ្នឹងបងប្អូនចង់យក website មួយណាក៏បានដែរអញ្ចឹងណាគាត់ថា save from net នេះគឺខ្ញុំចូលចិត្តប្រើជាងគេដោយសារតែវាមាន YouTube Facebook IG Twitter ឬក៏ TikTok នៅកន្លែងហ្នឹងជារូបអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងអាចចែករំលែកនៅចំណេះដឹងនៅវីដេអូក្រោយបន្ថែមទៀតហើយបើសិនជាមានចម្ងល់គឺបងប្អូនអាច comment ឬក៏អាច chat មកសួរខ្ញុំផ្ទាល់ឬក៏ចង់ឲ្យខ្ញុំចេញនៅវីដេអូចែករំលែកអីផ្សេងទៀតគឺបងប្អូនអាច chat direct មកប្រាប់ខ្ញុំបានអរគុណជួបគ្នានៅវីដេអូក្រោយ